សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញអំពីការកែ Ampli D300W ឬក៏ Ampli D100W ហ្នឹងហើយដើម្បីយើងដាក់ថ្មខាងក្នុងណាអញ្ចឹងនេះគឺការកែរបស់ខ្ញុំគឺខ្ញុំចោះជាមួយនឹងផ្ទាំង Ampli ហ្នឹងឯងគឺខ្ញុំចោះរុនដើម្បីយើងដាក់ជាមួយនឹងដូចញីសម្រាប់យើងសាកថ្មចូលណាគឺយើងសាកតាមហ្នឹងអញ្ចឹងនេះគឺដូចញីហ្នឹងឯងបន្ទាប់មកយើងចេញមកយើងចូលទៅកាន់ដោយសាកថ្មរបស់ថ្មទៅរួចហើយគឺយើងអាចសាកចូលហើយបងប្អូនចំណែកខ្សែនេះគឺខ្សែដែលយើងយកពីថ្មមកប្រើវិញណាបងប្អូននេះចូលទៅ Ampli អញ្ចឹងគឺខ្ញុំផ្សារបែបនេះឯងនេះបងអាចមើលបានណាអញ្ចឹងយើងអាចមើលខាងនេះក៏បានដែរនេះបោកនៅខាងស្ដាំដកនៅខាងឆ្វេងវាដាក់ DC ខាងហ្នឹងណាអញ្ចឹងវាមានខាងនេះបោកខាងនេះដកអញ្ចឹងទៅប៉ុន្តែអានេះខ្ញុំបិទស្កុតទៅបងអាចមើលច្បាស់ខ្ញុំបង្ហាញមួយទៀតខ្ញុំអត់ទាន់បិទអានេះខ្ញុំយក Ampli sample ណាអញ្ចឹងបងអាចមើលបាននេះកន្លែងនេះខ្សែនេះអាហ្នឹងគឺបោកចំណែកគេដាក់ថា GND ហ្នឹងគឺដកហ្នឹងហើយនេះ GND ក្បាល GND ហ្នឹងគឺដកអញ្ចឹងយើងផ្សារមកបោកដកឲ្យត្រូវមកហ្នឹងហើយគេដាក់ DC 12ទៅ24 V ហ្នឹងហើយគឺយើងផ្សារកន្លែងហ្នឹងឯងរួចហើយខ្ញុំក៏បិទស្កុតបិទកាវដើម្បីឲ្យវាជាប់បន្ថែមមកតង់ទៀតចឹងទៅហ្នឹងហើយបន្ទាប់មកខ្ញុំកែកុងតាក់បិទបើកបោះភ្លើងពីមុនគឺភ្លើង LED ហ្នឹងតែឥឡូវយើងកែវាមកដើម្បីធ្វើបិទបើករបស់ថ្មវិញអញ្ចឹងយើងដកចេញពីខាងហ្នឹងមកខាងបោកគឺខ្ញុំផ្ដាច់ទៅខាងបោកមកតមកជើងខាងនេះហើយខាងនេះតទៅបោកធម្មតាដែលសល់មួយខ្សែហ្នឹងឯងហើយចំណែកខ្សែដកវិញគឺអត់មានអីទេហ្នឹងឯងគឺ direct ទៅតែម្ដងណាយើងមើលគឺអត់មានផ្ដាច់អីទេគឺតបែបហ្នឹងឯងរួចហើយយើងអាចប្រើបានហើយអញ្ចឹងបើសិនបងប្អូនចង់ប្រើភ្លើងរត់គឺប្រើបានធម្មតានេះយើងដោតដោយភ្លើងរត់មកគឺប្រើបានហើយយើងបិទបើកភ្លើងរត់ទៅអានេះកុងតាក់ធំណាហើយបើយើងចង់ប្រើភ្លើង DC ពីខាងក្រៅប្រើថ្មបន្ថែមពីខាងក្រៅប្រើដូចនេះធម្មតានៅក្នុងបបគឺមានស្រាប់ហ្នឹងហើយចំណែកបើយើងចង់ប្រើភ្លើងថ្មយើងចង់ប្រើភ្លើងថ្មខាងក្នុងធុងរបស់យើងយើងបើកតែកុងតាក់នេះមកអូខេនេះមកគឺឃើញភ្លើងឯនេះភ្លើងក្រហមហ្នឹងគឺវាដំណើរការហ្នឹងហើយអញ្ចឹងការកែរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន